ចាជម្រាបសួរពុកម៉ែពុំមីងសួស្វាគមន៍ពី Channel Vana Nari ក៏ដូចជា Page Mirisa ឆ្នាំទាំង12ឥឡូវយើងចូលមកដល់ការដោះពីតារានិករម្ដងគឺ Aries ចា Aries នៅពេលដែលខ្ញុំមើលនេះគឺថ្ងៃទី21មីនារហូតដល់ថ្ងៃទី19មេសាគឺ Aries ចាតើពួកគាត់នឹងជួបអ្វីខ្លះយើងទៅតាមដានទាំងអស់គ្នាចានៅក្នុងខែ4 2025គឺជាការមើលទូទៅมันអាចត្រូវទាំង12ទិសទេមនុស្សម្នាក់ចាភេទប្រុសភេទស្រីភេទទី3នៅក្នុងនឹងអាយុ18ឆ្នាំឡើងទៅដើមខែ Aries ពាក់កណ្ដាលខែចុងខែរាសីរបស់គាត់គឺ70លើ100ដែរគឺល្អប្រសើររាសីគាត់ឡើងចាបាតសន្លឹកគឺអានេះដែល Hangman មានន័យថាស្មើដល់នឹង Hangman ឬក៏ Hang Woman អញ្ចឹងវាអាចថានៅពេលនេះយើងដូចជាត្រូវតែมันអាចនឹងដេកដួលមួសំក្រិចបានណាទោះបីជាយើងអស់កម្លាំងលហិតឡាយក៏ត្រូវតែមានការរហ័សរហួនណាមានភាពរហ័សរហួនបំចឹងទេវាស្ពឹកស្ពន់បែបចឹងណាហើយបើសិនថាឲ្យយើងគេងគឺយើងចង់តែគេងចង់តែសម្រាប់ចង់តែអីចឹងទៅហ្នឹងបែបចឹងណានៅក្នុងខែ4នឹង Aries អញ្ចឹងតើនៅក្នុងពេលនេះ Nine of Cups គឺមានន័យថាគឺយើងនឹងសប្បាយចិត្តនៅដើមខែចាយើងអត់មានទុកព្រួយទុកភ័យអីទេទោះបីជាមានរឿងអីក៏ដោយយើងអាចមានការកំសាន្តដើរលេងជាទេសចរជាមួយនឹងបងប្អូនមិត្តភ័ក្តិគ្រួសាររបស់យើងមានសត្វឆ្កែទៅមួយទៀតណាហ្នឹងឯងចាមានភក្ដីភាពចំពោះអ្នកដទៃឬក៏អ្នកដទៃមានភាពភក្ដីភាពចំពោះយើងអីចឹងទៅក្នុងរូបភាពនេះណាចារូបភាពនឹងស្អាតហើយមានទឹកសមុទ្រទៀតអញ្ចឹងអ្នកមួយចំនួនអាចនឹងទៅលេងទឹកសមុទ្រក៏ថាបានដែរចាកំពុងសំកពោតយើងហ្នឹងឬក៏ទៅកោះទៅអីចឹងទៅចូលមកដល់ពាក់កណ្ដាលខែនៃខែ4 2025ឆ្នាំតារានិករ Aries គឺ Nine of Pentacles Nine of Cups ហើយ Nine of Pentacles ទៀតអញ្ចឹងមានន័យថាយើងអាចថាមានពេលសម្រាប់ណាមានពេលផ្អាកមានពេលព្យួរតែខ្ញុំនិយាយមិញហ្នឹងណាអាចថាមានពេលទៅណាមកណីដែលយើងចង់មានលុយមានកាក់បរិបូរចាដល់ពេលចុងខែចេញទៅ Page of Cups ទៀតមានន័យថាសិតតែចេញរូបសមុទ្រមកណាមានន័យថាដូចជាយើងនឹងអាចខ្លួនរបស់យើងណាគឺនឹងសប្បាយចិត្តទៅលើអ្វីដែលនឹងជួបអាចទទួលយកបានអាចដូចថាមានរឿងអីក៏ដោយយើងព្យាយាមសិក្សាទទួលយកដំណោះស្រាយឬក៏ទទួលយកដោយសន្តិភាពអាបែបចឹងគឺយើងដូចជាពេលខ្លះក៏មានថាចង់ឲ្យរឿងដែលមិនល្អចាក់ឆ្ងាយពីយើងដូចគ្នាអាបែបចឹងណាគឺទៅហូរទៅតាមទឹកណាអាបែបចឹងឈប់គិតឈប់ខ្វល់អាបែបចឹងហ្នឹងហើយអាចយើង release ពីរឿងទាំងអស់ហ្នឹងបានអញ្ចឹងទៅដោះលែងខ្លួនឯងបានខ្លះអីចឹងទៅក៏ថាបានដែរធម្មពលយើងខ្លាំងទៅលើធម្មពលមិនល្អអញ្ចឹងណាចាឥឡូវយើងចូលដល់លុយកាក់នៅលេខរៀងទី73អ្នកមួយចំនួនគឺដូចជាចង់ចំណាយលុយទៅលើការទិញរបស់របរខ្លួនឯងសម្រស់ខ្លួនឯងអីចឹងទៅគឺចាប់ផ្ដើមស្រឡាញ់ខ្លួនឯងផ្ដោតទៅលើខ្លួនឯងអីចឹងទៅមិនថាយើងជា single ឬក៏មានគ្រួសារមានសង្សារមានដៃគូទេចឹងតកតងលុយកាក់គឺចំណាយលុយទៅលើការបំពេញក្តីសុខឲ្យខ្លួនឯងនឹងឯងហាទៅអស់លុយទៅលើ cosmetic សម្រស់អីចឹងទៅទិញគ្រឿងសម្អាងសម្លៀកបំពាក់លាក់នឹងលាក់អីចឹងទៅចាសម្រាប់ខ្លួនឯងភាគច្រើននៅក្នុងខែ4នឹង Aries ចាព្យាយាមគេហៅថាកុំខ្វល់ទៅលើអ្វីដែលมันអាចទៅរួចក៏ថាបានដែរនៅក្នុងពេលនេះដូចថាចាប់ដើមធ្វើអ្វីដែលថាវាសុបាយចិត្តវាអីចឹងណាចាបំបត្តិក្តីមកសៅអីចឹងទៅខ្ញុំមានអារម្មណ៍បែបហ្នឹងចាចូលមកដល់អ្នកខ្មែរខ្លួនចិត្តតំណមកយើងនឹងក្តៅក្រហាយខឹងមួម៉ៅអីចឹងទៅគេចាប់កំហុសគេចោទប្រកាន់គេថាគេស្ដីយើងដែរតែវាមិនមែនទាំងអស់ទេណាអ្នកមួយចំនួនទេមួយចំនួនតូចទេដែលអាចតែប៉ះអារម្មណ៍មានសម្ពាធបែបហ្នឹងអញ្ចឹងណាអាបែបអញ្ចឹងមកដល់សមាជិកក្នុងក្រុមគ្រួសារសមាជិកក្នុងក្រុមគ្រួសារដូចជាសោះក្រោះដាក់គ្នាមិនសូវបានពិភាក្សាគ្នានិយាយគ្នាជួបជុំគ្នាទេមានន័យថាមានអ្នកមួយចំនួនអាចនឹងទៅឆ្ងាយធ្វើដំណើរទៅណាមកណីអីចឹងទៅឬក៏យើងនឹងមិនសូវបាននៅផ្ទះជួបជុំគ្រួសារក្នុងកំឡុងពេលហ្នឹងអីចឹងទៅកំពុងតែនឹកផ្ទះនឹកអីដែរអញ្ចឹងណាអ្នកដែលនៅឆ្ងាយពីក្រុមគ្រួសារអាចនឹងមានអារម្មណ៍នឹកអាឡ័យនឹកអាឡោះផ្ទះសប្បាយអីចឹងទៅបែបចឹងចូលមកដល់អ្នកក្រៅមួយវ៉ាត់ដូចថាមើលបំណាន់យើងមើលយើងក្នុងន័យមិនល្អឬក៏គេហៅថាអីនិយាយដើមយើងថាបានដែរចាមានថាបងកូនក្មួយឬក្រោមការគ្រប់គ្រងយើងជាកូនចៅយើងអញ្ចឹងទៅបែបអញ្ចឹងណាល្អតែពីមុខដែរអញ្ចឹងទៅអញ្ចឹងយើងរឿងងាត់កំបាំងរឿងអីតែមើលទៅមិនសមប្រកបនឹងប្រាប់ចាំបាច់ប្រាប់ទេចូលមកដល់អ្វីដែលប្រឈមគឺឃើញថាអត់មានអីប្រឈមទេមានតែយើងទទួលបាននៅការ
កោតសរសើរណាការកោតសរសើរការគោរពការស្រឡាញ់អីពីសំណាក់មនុស្សជុំវិញខ្លួនពីច្រើនគឺគេគោរពយើងដោយសារអីរូបភាពនេះគឺគេឃើញយើងគេចូលចិត្តយើងអញ្ចឹងហ្មងនៅក្នុងខែ4ណាមិនថាយើងទៅនិយាយធ្វើអីចរចាជជែកអីគឺគេស្ដាប់គេទទួលយកឲ្យយើងសំណើយើងអីចឹងណាបែបចឹងចូលមកដល់អ្នកមានដៃគូចូលមកដល់អ្នកមានដៃគូមិនថារៀបការឬមិនតាន់រៀបការទេគឺមានក្តីសុខអាចមានដំណឹងល្អពីស្នេហាអីចឹងទៅហើយចូលមកដល់អ្នក single ចាចូលមកដល់អ្នក single ឃើញថានៅមានស្នាមរបួសកំពុងតែរងចាំការវិលត្រឡប់ពីអ្នកដទៃពីស្នេហាចាស់របស់យើងអីចឹងទៅក៏ថាបានដែរចាឬក៏រវល់ជាមួយនឹងកិច្ចការងារយើងអីចឹងទៅចូលមកដល់សុខភាពលេខរៀងទី96សុខភាពគឺឧស្សាហ៍ហាត់ប្រាណបានច្រើនប្រុងប្រយ័ត្នជើងនិងដៃមានរបួសរមួលហើមគ្រិចអីចឹងណានៅក្នុងពេលនេះណាចាគឺបែបហ្នឹងហើយចូលមកដល់អ្វីដែលជារួមចាអ្វីដែលជារួមមានរឿងមួយចំនួនដែលយើងចង់ធ្វើឲ្យទៅរួចប៉ុន្តែវាមិនងាយទៅរួចជាឧបសគ្គធំដែរឬក៏អីចឹងទៅហើយតាក់ទងមួយទៀតប្រសិនបើយើងទៅណាមកណាតាមយានជំនិះរបស់យើងត្រូវតែគ្រប់ច្បាប់ចរាចរណ៍ឬក៏ត្រូវតែមានសពគ្រប់បែបយ៉ាងតាមច្បាប់បង្គាប់បង្ហាញប្រាប់អីចឹងមានត្រូវតែមានអីចឹងទៅពោះឃើញមានរូបភាពប៉ូលីសតាមដងផ្លូវណាបែបចឹងតែវាមិនមែនថាត្រូវតែជួបប៉ូលីសទេណាចាតែយើងការពារផ្សាយជាព្យាបាលហើយមួយវិញទៀតយើងដូចជាស្តាក់ទៅលើរឿងរ៉ាវអីមួយណាវាធំដែរសម្រាប់ Elvis វាអាចជារឿងដែលចាស់អញ្ចឹងណាអញ្ចឹងយើងកំពុងតែព្យាយាមដោះស្រាយវាព្យាយាមធ្វើម៉េចដើម្បីកុំឲ្យវានៅក្នុងធម៌ពលអារម្មណ៍របស់យើងអញ្ចឹងទៅចូលមកដល់អ្នកមានការងារធ្វើលេខរៀងទី48ការងារណាមិនថាឯកជនឬក៏រដ្ឋទេมันមានភាពថិតថេរมันមានភាពនឹងនរការងារនៅក្នុងជួរការងារឬក៏យើងមានភាពតានតឹងខឹងមួម៉ៅឆាប់ច្រើនអីចឹងទៅក្នុងរយៈពេលពេញមួយខែហ្នឹងអញ្ចឹងណាបើយើងមិនមួម៉ៅគេក៏គេចាប់ដើមនឹងចាប់កំហុសមួម៉ៅដាក់យើងដែរអញ្ចឹងណាអាបែបអញ្ចឹងចូលមកដល់អ្នកមិនទាន់មានការងារធ្វើអាចមិនទាន់ដាក់ CV ជាប់ទេហើយចូលមកដល់របររកស៊ីឃើញថាត្រូវយកចិត្តទុកដាក់ហ្នឹងហើយកុំធ្វើប្រហែសឲ្យសោះហើយក៏មិនអាចទុកចិត្តមនុស្សជាមួយខ្លួនដែរត្រូវមានមនុស្សចាំប្រគល់ប្រជែងយើងអីចឹងទៅលើមុខរបរការងាររបស់យើងអីចឹងទៅអញ្ចឹងយើងត្រូវស្វិតស្វាញយកចិត្តទុកដាក់ទៅលើការងាររបស់យើងហើយចូលមកដល់អ្វីដែលយើងត្រូវដឹងត្រូវយកត្រូវឃើញយើងហាក់បីដូចជាចង់ជួបមនុស្សដែលយើងចង់ជួបនៅក្នុងពេលហ្នឹងអញ្ចឹងខែ4ណាតែជួបមិនជួបអានឹងតាមបុគ្គលលេខរូបភាពហ្នឹងអាចមានការជួបច្រើនយើងអត់អញ្ចឹងណាឧទាហរណ៍ថា100នាក់មាន30នាក់ដែរដែលអាចបានជួបមនុស្សដែលយើងចង់ជួបចាពលរដ្ឋជាការមើលទូទៅប្រសិនបើយើងចង់ដឹងពីដួងកៅរបស់យើងគឺយើងអាចនឹងមើល personal ពីអ្នកគ្រូបានតាមរយៈ Telegram ទៅលេខទូរស័ព្ទអ្នកគ្រូនឹងដាក់នៅមុខវីដេអូអញ្ចឹងណាគ្រប់វីដេអូគឺមានលេខតែមួយខ្សែហ្នឹងទេគឺ09399704ហើយពណ៌សំណាងរបស់យើងឲ្យមួយវិញទៀតធាតុភ្លើងនេះគឺអាចនឹងមានធម្មពលឆុងណាអញ្ចឹងហើយយើងអាចនឹងមួយទឹកអំបិលអញ្ចឹងទៅណាបែបអញ្ចឹងចាបើយើងរកស៊ីយើងអាចវាអង្គវាអីអញ្ចឹងទៅហ្នឹងណាហើយក្នុងកន្លងពេលនេះសុខភាពយើងវាអាចថាតិចតួចដែរតាក់ទងនឹងគេងមលក់បក់មិនហើយក្បាលអីចឹងទៅពណ៌សំណាងគឺមានពណ៌ទឹកប៊ិចទឹកសមុទ្រសខ្មៅចាឡាយសខ្មៅក៏បានដែរហើយអ្នកមួយចំនួនណា Elvis គឺមានសនំសង្ហាកាន់តាមថែរូបអាស៊ីធំអាហ្នឹងគឺឃើញគាត់ប្រាប់អញ្ចឹងហើយតាក់ទងទៅនឹងលេខសំណាងការតាក់ទងទៅនឹងលេខសំណាងគឺមានលេខ21 12ចា29 92 93ចា23 95 3លេខគឺ293 392ឬក៏9 32បើសិនជាមានន័យក៏បានជួបលេខណាមួយអីចឹងទៅហើយអរគុណមែនតើសម្រាប់ការតាមដាននៅតារានីកក្នុងការទូទាយតារានីក Elvis ក្នុងខែ4 2025សង្ឃឹមថាបងប្អូននឹងពេញចិត្តចូលចិត្តហើយនឹងគាំទ្រអ្នកគូបន្តនៅការ like subscribe share វីដេអូនេះទៅកាន់មិត្តភ័ក្តិយើងដែលស្គាល់ចាហើយជូនពរឲ្យ Elvis ជួបតែរឿងល្អៗសំណាងល្អរិស័យឡើងល្អប្រសើរដោយសេចក្តីប៉ងប្រាថ្នាទៅណាមកណាក៏គេចូលចិត្តអាណិតស្រឡាញ់សុខភាពទាំងអស់គ្នាអរគុណច្រើនជម្រាបលា